tạ hiệp phó thì chứ này lấy 20 lít chạ ba nó bong mà sụt 20 lít chạ ba nữa tay cho người ta ở bong banh cho đợt lá nhôm đó nghe cái hết màn đợt lá 20 lít cái tam đó đợt lá chứ nhưng mà lấy lùi khai này chạ ma này nhỉ ban cho người ta mình đặt ban tay cho người ta xung cất tôi bong đời tha mà 50 lít cất cái tôi tiệt chắc bong thành phạ nó mà cái đặt lại bong ấy តារាកំ pl ែង ពាក់មីតារាជំនាញនិរ័តនិងលោកឆៃបូរ៉ាលើកឡើងបែបនេះជុំវិញស្ត្រីចាក់សាំងនិងម្ចាស់ឡានស្រាបៀគ្រុតរូបរាងថ្មីរឹតតែទាន់សម័យរឹតតែចង់គោះនៅតែលុយពិសាដោយការទទួលខុសត្រូវ ស្ត្រីម្នាក់ជាអ្នកចាក់សាំងនិងម្ចាស់ឡានបានធ្វើឲ្យបណ្ដាញសង្គមផ្ទុះកក្រិកយ៉ាងខ្លាំងហើយមានអ្នកជជែកដេញដោលគ្នាជាច្រើនក្នុងនោះតារាកំ pl ែង ពាក់មីតារាជំនាញនិរ័តរួមទាំងអ្នកដឹកនាំរឿងឆ្នាំលោកឆៃបូរ៉ាក៏បានចូលរួមបញ្ចេញមតិយោបល់លើបញ្ហានេះដូចគ្នា តារាកំ pl ែង ពាក់មីបានចេញវីដេអូរយៈពេល 3 នាទីដែលបានប្រកាន់ចំហថាលោកមិនថាអ្នកណាខុសអ្នកណាត្រូវនោះទេទាំងម្ចាស់ឡាននិងអ្នកចាក់សាំងធ្លាប់ជួបទុក្ខលំបាកក្រខ្សត់ជាកម្មករសំណង់តារាកំ pl ែង រូបនេះថាបើសិនជាលោកវិញលោកគិតថាអ្នកចាក់សាំងប្រាក់ខែមិនបានប៉ុន្មានទេឧទាហរណ៍បើសិនបើជាកន្ទុយបន្តិចចាក់សាំងច្រើនអ្នកនឹងចូលដើមបើសិនជាសល់ 100 200 500 អីឲ្យគាត់ទៅគ្មានបានធ្វើមានអ្វីទេត្រឹមតែជាអ្នកចាក់សាំងឲ្យគេល្មមអាស្រ័យឲ្យគ្នា តារាកំ pl ែង មានដើមកំណើតនៅខេត្តស្វាយរៀងរូបនេះបន្តទៀតថាតាមយោបល់របស់ខ្លួនបើសិនជាលោកជាម្ចាស់ឡានមានឡានជា 100 200 សម្រាប់អ្នកចាក់សាំងជួយគាត់បានជួយទៅកុំឲ្យគាត់ខាតក្នុងនោះតារាកំ pl ែង ពាក់មីក៏បានលើកឡើងពីអ្នកចាក់សាំងជាបុគ្គលខូចមានចេតនាលើគុកកឹបកេងយើងហើយអ្នកខ្លះពិតជាខូចមែនកឹបកេងរឿងតាមនឹងទៅប៉ុន្តែមើលមុខស្ត្រីដែលជាអ្នកចាក់សាំងគឺដកដង្ហើមមិនដឹងថានិយាយយ៉ាងម៉េចជាមួយគេ ក្រៅពីតារាកំ pl ែង ពាក់មីងាកមកកាន់តារាជំនាញក្នុងទ្រនំថោអ្នកនាងនិរ័តវិញក៏បានបញ្ចេញមតិយោបល់ដែរថាខ្ញុំអាណិតបងស្រីអ្នកលក់សាំងគាត់លក់សាំងឲ្យគេគាត់និយាយឲ្យស្ដាប់ងាយយល់ណាស់តែធ្វើជាមិនយល់គ្នាមានឡានជិះមានលុយតែខ្វះការយោគយល់ ចំណែកអ្នកដឹកនាំរឿងឆ្នាំជើងចាស់មួយរូបលោកឆៃបូរ៉ាវិញក៏បានបញ្ចេញមតិលើហេតុការណ៍នេះដែរថាប្រសិនបើក្រុមហ៊ុន PTT បញ្ឈប់បុគ្គលិកម្នាក់នេះដោយគ្មានស្ដាប់ហេតុផលខ្ញុំនឹងឈប់ចាក់សាំង PTT ជារៀងរហូតអ្នកថតរូបគាត់យកមកបង្ហោះពិតជាមានកំហុសតាមផ្លូវច្បាប់និងគ្មានសិលធម៌បន្តិចសោះ គូបញ្ជាក់ដែរថាហេតុការណ៍នេះបានចាប់ផ្ដើមសាយភាយពេញបណ្ដាញសង្គមដោយមានគណនី TikTok មួយជាម្ចាស់ឡានបានបង្ហោះវីដេអូស្ត្រីចាក់សាំងដោយបានដាក់ចំណងជើងខ្លឹមសារថាចាក់សាំងលុយខ្មែរគេមិនយកក្នុងវីដេអូដែលបង្ហោះស្ត្រីចាក់សាំងបាននិយាយថាមិនមែនលុយខ្មែរមិនយកនោះទេប៉ុន្តែគឺតម្រូវឲ្យមានការគិតកន្ទុយបន្ថែម